នេះមានបងប្អូនយើងគាត់ comment សួររឿងដាក់ Facebook ពីលើទូរស័ព្ទចឹងនេះចង់ធ្វើវីដេអូមួយបញ្ជាក់ដែរសម្រាប់ Honor យើងមានវិធីយក Facebook ពីកម្មវិធីភ្លោះចឹងណាដូចថាយើងមានមួយហើយប៉ុន្តែយើងចង់ថែមមួយទៀតនេះគឺយើង Facebook មួយហើយនៅលើទូរស័ព្ទហ្នឹងហើយប៉ុន្តែយើងចង់ថែម Facebook មួយទៀតនេះ Messenger និង Chat ចឹងមានមួយចឹងនេះយើងអត់មានថែមទៀតទេនៅលើទូរស័ព្ទរបៀបយកវានេះវាចាក់ទៅលើទូរស័ព្ទ Honor ប៉ុន្តែដោយពួក Samsung ឬក៏ Oppo ភាគច្រើនគឺយកវិធីបែបហ្នឹងដូចគ្នាចឹងយើងគ្រាន់តែចូលលើកំណត់មកអង់គ្លេសយើង setting ចូលមកចូលយើងអស់មកក្រោមយើងយកពាក្យកម្មវិធីហ្នឹងមកយកកម្មវិធីយើងសម្លឹងមើលពីលើមកក្រោមរហូតវាមានកម្មវិធីភ្លោះអញ្ចឹង Samsung ឬក៏ Oppo ដែលធ្លាប់ប្រើកន្លងមកគឺវាដូចគ្នាចឹងដែរយើងអាចបើកកម្មវិធីភ្លោះបានអញ្ចឹងnếuយើងចង់យកកម្មវិធីអីក៏បានដែរអញ្ចឹងវាមានច្រើនកម្មវិធីដែរយើងដាក់លើទូរស័ព្ទបានបើកមកអញ្ចឹងយើងយក Facebook ហើយនឹង Chat Facebook ហើយនឹង Messenger យើងបើកពីរហ្នឹងមកនៅអញ្ចឹងយើងថយមកវិញមកប៉ុណ្ណឹងវាជាការស្រេចហើយនេះអញ្ចឹងវា load មកបានន័យថា Facebook មាន2នេះ Facebook 2 Messenger 2វាដាក់លេខឲ្យយើងស្រេចនេះដើមទី1នេះទី2អញ្ចឹងអានេះយើងអាចយកចេញមកបានដែរតែយើងយកវាមកក្រៅមកហ្នឹងហើយអញ្ចឹងវាមាន2អញ្ចឹងស្រេចហ្នឹងហើយអញ្ចឹងកម្មវិធីហ្នឹងងាយប៉ុណ្ណឹងឯងបើបងប្អូនណាធ្វើបានក៏មើលឲ្យឆាតឬក៏ comment មកចាំរកកម្មវិធីឬក៏ដំណោះស្រាយថ្មីឲ្យទៀតប៉ុន្តែទូរស័ព្ទភាគរយច្រើនគឺយើងធ្វើបែបហ្នឹងហើយគឺបានជោគជ័យអត់មានឧបសគ្គទេ